ដើម្បីកំណត់ទៅលើតម្លៃសម្ភារៈនៃការងារមួយនៅក្នុងគម្រោងសាងសង់តើយើងត្រូវធ្វើដូចម្តេចបាទសួស្តីទាំងអស់គ្នាអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមកធ្វើការចែករំលែកបន្តទៀតជាមួយនឹងវិស័យសំណង់របស់យើងដែលកាលពីវីដេអូមុនខ្ញុំបានបង្ហាញទាំងអស់គ្នាខ្លះៗដូចមកហើយអំពីជំនាញ QS ក៏ដូចជាខ្ញុំបានបង្ហាញអំពីមុខងារនៃតួនាទី QS ក៏ដូចជាសារៈប្រយោជន៍នៃតួនាទីមួយនេះសម្រាប់វិស័យសំណង់ហើយនៅក្នុងនោះខ្ញុំក៏បានបង្ហាញអំពីចំណេះដឹងក៏ដូចជាសមត្ថភាពសំខាន់ៗខ្លះៗដែលបងប្អូនដែលមានបំណងចង់ទៅធ្វើជាផ្នែក QS ត្រូវត្រៀមក៏ដូចជាបងត្រូវការបំពេញទៅលើចំណេះដឹងក៏ដូចជាសមត្ថភាពអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានជាផ្នែកមួយទៀតដែលសំខាន់មែនទែននៅក្នុងចំណេះ QS ដូចគ្នាដែលបងប្អូនត្រូវតែមានការយកចិត្តទុកដាក់ក៏ដូចជាត្រូវតែមានការស្វែងយល់អំពីការកំណត់ទៅលើតម្លៃនៃសម្ភារៈហើយសួរថាតើយើងត្រូវចេះទៅលើផ្នែកអ្វីខ្លះក៏ដូចជាបងប្អូនត្រូវគិតទៅលើចំណុចណាខ្លះដើម្បីយើងអាចកំណត់ទៅលើតម្លៃសម្ភារៈមួយនៃការងារមួយគឺមានភាពត្រឹមត្រូវបាទតើតើជាមួយនឹងផ្នែក QS ដោយដែលខ្ញុំធ្លាប់បានបញ្ជាក់កាលពីមុនអញ្ចឹងថា QS គឺដើរតួនាទីសំខាន់ដែលគាត់ជាបុគ្គលម្នាក់ដែលត្រូវការធ្វើការវិតម្លៃទៅលើទឹកលុយនៃគម្រោងសាងសង់អញ្ចឹងដើម្បីទទួលបានទឹកលុយគម្រោងសាងសង់មួយដែលមានភាពសុក្រឹតមានភាពច្បាស់លាស់បានដែលយើងនឹងមានសុវត្ថិភាពក្នុងការដែលយកគម្រោងយកទៅសាងសង់ដោយយើងមានទឹកលុយសាងសង់គ្រប់គ្រាន់គឺយើងត្រូវការវិតម្លៃទៅលើតម្លៃនៃការងារទាំងអស់ដែលមាននៅក្នុងគម្រោងការវិតម្លៃនៃការងារទាំងអស់ក្នុងគម្រោងគឺត្រូវផ្ដើមចេញអំពីការវិតម្លៃសម្ភារៈនៃការងារនីមួយៗដែលជា QS ត្រូវតែមានចំណេះដឹងក៏ដូចជាបងប្អូនត្រូវតែមានភាពឆ្លាតវៃក្នុងការកំណត់ទៅលើតម្លៃនៃសម្ភារៈការងារទាំងនោះអញ្ចឹងសួរថាតើដើម្បីយើងអាចកំណត់នៅតម្លៃសម្ភារៈការងារមួយនៅក្នុងគម្រោងបានត្រឹមត្រូវមានភាពច្បាស់លាស់ក៏ដូចជាមានសុវត្ថិភាពក្នុងការដាក់តម្លៃតើបងប្អូនត្រូវគិតទៅលើផ្នែកអ្វីខ្លះបាទអញ្ចឹងនៅក្នុងការឆ្លើយទៅលើសំណួរនេះគឺខ្ញុំនឹងលើកឡើងនៅ3ចំណុចដ៏សំខាន់ដែលបងប្អូនត្រូវតែដឹងហើយក៏បើសិនជាបងប្អូនស្ដាប់ទៅហើយបងប្អូននៅមានចំណុចខ្វះខាតឬក៏យើងអត់ទាន់មានជាមានចំណេះដឹងពិតប្រាកដឬក៏ចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើរឿងទាំងអស់ហ្នឹងយើងត្រូវការស្រាវជ្រាវក៏ដូចជាត្រូវការហ៊ានបន្ថែមចំណុចទី1ដែលបងប្អូនត្រូវដឹងគឺបងប្អូនត្រូវចេះចំណេះដឹងទៅលើគេថាត្រូវចេះបច្ចេកទេសការងារបានច្រើនអញ្ចឹងការចេះបច្ចេកទេសការងារបានច្រើនសួរថាហេតុអីបានជាយើងវាពាក់ព័ន្ធជាមួយនឹងការដាក់តម្លៃសម្ភារៈនៃការងារមួយដែរអញ្ចឹងខ្ញុំលើកឧទាហរណ៍បន្តិចដើម្បីឲ្យបងប្អូនកាន់តែងាយស្រួលក្នុងការយល់អញ្ចឹងលើកទៀតថាខ្ញុំមានជាការងារអញ្ចឹងឥតមួយដែលយើងត្រូវការដាក់តម្លៃសម្ភារៈក្នុង1ម៉ែត្រការ៉េនៃការងារអញ្ចឹងឥតអញ្ចឹងខ្ញុំសួរថាតើយើងដាក់តម្លៃសម្ភារៈប្រមាណនៅក្នុង1ការ៉េនៃការងារអញ្ចឹងឥតដើម្បីយើងទទួលបាននៅទឹកលុយសរុបនៃការងារមួយនៅពេលដែលយើងមានបរិមាណការងារអញ្ចឹងឥត1000ម៉ែត្រការ៉េឬក៏5000ម៉ែត្រការ៉េឬក៏10000ម៉ែត្រការ៉េអញ្ចឹងវាត្រូវផ្ដើមចេញពីការដាក់តម្លៃឯកតា1ម៉ែត្រការ៉េនេះអញ្ចឹងឥតអញ្ចឹងដើម្បីយើងអាចដាក់តម្លៃនៃការងារអញ្ចឹងឥត1ម៉ែត្រការ៉េបានទី1គឺយើងត្រូវស្គាល់ថាតើការងារអញ្ចឹងឥតរបស់យើងប្រើសម្ភារៈអីខ្លះដែលជាសម្ភារៈគោលសំខាន់ដូចជាយើងត្រូវការប្រើប្រាស់ឥដ្ឋដែលយើងត្រូវបែងចែកទៅជាឥដ្ឋតាន់ហើយជាមួយនឹងឥដ្ឋប្រហោងក្នុងនោះយើងក៏ត្រូវការប្រើស៊ីម៉ងក៏ដូចជាយើងត្រូវការប្រើខ្សាច់ទៀតសោតដើម្បីយើងអាចកំណត់នៅតម្លៃ1ម៉ែត្រការ៉េនៃអញ្ចឹងឥដ្ឋបានគឺទាមទារឲ្យយើងត្រូវដឹងអំពីបរិមាណក្នុងអញ្ចឹងឥដ្ឋ1ម៉ែត្រការ៉េគឺមានន័យថាបរិមាណនៃសម្ភារៈគោលដែលខ្ញុំបាននិយាយមិញហ្នឹងទាំងឥដ្ឋតាន់ទាំងឥដ្ឋប្រហោងក៏ដូចជាទាំងស៊ីម៉ងទាំងខ្សាច់ដែលយើងយកមកធ្វើបាយអអញ្ចឹងវាទាមទារឲ្យយើងត្រូវដឹងអំពីបច្ចេកទេសនៃការរៀបឥដ្ឋដែលយើងត្រូវដឹងថាតើយើងត្រូវរៀបឥដ្ឋតាន់យើងត្រូវក្នុង1ការ៉េនៃអញ្ចឹងឥដ្ឋយើងត្រូវរៀបឥដ្ឋតាន់ប្រមាណក៏ដូចជាយើងត្រូវការរៀបឥដ្ឋប្រហោងប្រមាណដុំអញ្ចឹងទៅហើយនៅក្នុងនោះយើងក៏ត្រូវដឹងអំពីបច្ចេកទេសនៃការកំណត់ទៅលើកម្រាស់បាយអដែលយើងត្រូវដឹងច្បាស់ថានៅក្នុងបទដ្ឋានបច្ចេកទេសស្តង់ដាតើកម្រាស់បាយអយើងត្រូវការកំណត់យកកម្រាស់ប្រមាណអញ្ចឹងយើងជាទូទៅនៅក្នុងបទដ្ឋានបានកំណត់ថាសម្រាប់កម្រាស់បាយអគឺយើងត្រូវការកំណត់សម្រាប់កម្រាស់តិចបំផុតគឺយើងត្រូវការយក10 mm ហើយសម្រាប់កម្រាស់ដែលក្រាស់បំផុតគឺយើងត្រូវការយក15 mm អញ្ចឹងហ្នឹងសម្រាប់ការដែលយើងយកវាទៅរៀបឥដ្ឋអញ្ចឹងថាបើសិនយើងអត់ស្គាល់អំពីបច្ចេកទេសទេយើងធ្វើម៉េចយើងអាចដឹងថាតើកម្រាស់បាយអដែលយើងត្រូវការរៀបឥដ្ឋហ្នឹងយើងត្រូវការយកកម្រាស់ប្រមាណពួកការកំណត់កម្រាស់បាយអហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងការកំណត់ទៅលើបរិមាណស៊ីម៉ងខ្សាច់ដែលយើងយកមកលាយដើម្បីធ្វើបាយអបើយើងអត់ដឹងថាកម្រាស់បាយអប៉ុន្មានទេទី1យើងអត់អាចកណនាទៅលើបរិមាណដុំឥដ្ឋរបស់យើងដែលយើងមានឥដ្ឋប្រហោងឥដ្ឋតាន់ក្នុង1ការ៉េនេះអញ្ចឹងឥដ្ឋទី2យើងអត់អាចកណនាទៅលើបរិមាណនៃស៊ីម៉ងហើយនឹងខ្សាច់ដែលយើងត្រូវការលាយដើម្បីធ្វើបាយអរៀបឥដ្ឋទេទៀតសោតនៅក្នុងការដែលយើងត្រូវដឹងបច្ចេកទេសនោះយើងក៏ត្រូវតែស្គាល់អំពីរូបមន្តនៃការលាយបាយអដើម្បីធ្វើអញ្ចឹងដើម្បីយកវាមករៀបធ្វើអញ្ចឹងឥដ្ឋដែរដែលយើងត្រូវដឹងថាតើយើងប្រើរូបមន្តភាគរយនៃបាយអមានន័យថាយើងត្រូវការដាក់ខ្សាច់ប្រមាណភាគរយយើងត្រូវការដាក់ស៊ីម៉ងប្រមាណភាគរយអញ្ចឹងនេះសុទ្ធតែជារឿងមួយដែលពាក់ព័ន្ធជាមួយនឹងបច្ចេកទេសការងារនៃការងារអញ្ចឹងឥដ្ឋអញ្ចឹងបើយើងទៅធ្វើជា QS យើងគ្រាន់តែគិតថាដាក់តម្លៃស្រួលយើងគិតថាដាក់តម្លៃតាមការ copy ឬក៏តាមសួរជាងឬក៏តាមតម្លៃពីមុនមកដែលយើងអត់មានការវិភាគសិក្សាបានត្រឹមត្រូវអញ្ចឹងតម្លៃសម្ភារៈដែលយើងបានដាក់គឺវាជាតម្លៃមួយដែលអត់មានភាពត្រឹមត្រូវច្បាស់លាស់ហើយក៏វាអត់មានសុវត្ថិភាពសម្រាប់ការងាររបស់យើងដែរអញ្ចឹងបច្ចេកទេសនៃការងារគឺសំខាន់ណាស់អញ្ចឹងអ្វីដែលខ្ញុំនិយាយមកមិញនេះគឺខ្ញុំគ្រាន់តែលើកឧទាហរណ៍ជាមួយនឹងការងារអញ្ចឹងឥដ្ឋតែប៉ុណ្្នឹងទេតែបើសិនជាយើងនិយាយពីការងារសំណង់ផ្សេងទៀតឧទាហរណ៍ដូចការងារពីដានមេនាងសិលាអញ្ចឹងពេលដែលយើងចង់ដាក់តម្លៃ1ការ៉េនៃការងារមេនាងសិលាថាយើងត្រូវការដាក់តម្លៃសម្ភារៈប្រមាណយើងត្រូវដឹងបច្ចេកទេសនៃការងារធ្វើពីដានថាតើពីដាននេះយើងធ្វើរបៀបណាអញ្ចឹងដើម្បីយើងកំណត់ទៅលើបរិមាណនៃសម្ភារៈគោលសំខាន់ដែលយើងត្រូវការប្រើប្រាស់ដូចជាស្លឹកពីដានដូចជាឆ្អឹងពីដានក៏ដូចជាថ្នាំដែលយើងត្រូវលាបម្សៅបៀកក៏ដូចជាស្កុតឬក៏តាក់ទងជាមួយនឹងក្តារខាត់អីគឺយើងត្រូវការដឹងអំពីបច្ចេកទេសនៃការងារហ្នឹងអញ្ចឹងអត់ចេះបច្ចេកទេសនៃការងារយើងអាចទៅកំណត់បរិមាណនៃសម្ភារៈដែលត្រូវការចាំបាច់គោលសំខាន់ក៏ដូចជាប្រភេទសម្ភារៈលម្អិតឬក៏ឧបករណ៍លម្អិតដែលយើងត្រូវការដើម្បីធ្វើការងារមួយនឹងបានទេអញ្ចឹងបច្ចេកទេសគឺសំខាន់មែនទែនហើយដូចដែលខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូមុនអញ្ចឹងថាដើម្បីយើងអាចដឹងអំពីបច្ចេកទេសការងារគឺទាមទារឲ្យទាំងអស់គ្នាត្រូវសិក្សាទៅលើបច្ចេកទេសនៃការសាងសង់ឲ្យបានច្រើនហើយក៏ដូចជាបងប្អូនត្រូវចុះធ្វើការឲ្យបានច្រើនអញ្ចឹងបើអត់ចុះធ្វើការទេយើងក៏អត់អាចដឹងអំពីរបៀបនៃការធ្វើការរបស់គេអំពីស្តង់ដារនៃការងាររបស់គេដែរអានេះគឺជាផ្នែកទី1ដែលសំខាន់ដែលបងប្អូនត្រូវដឹងអំពីបច្ចេកទេសនៃការងារសម្រាប់ផ្នែកទី2
ក្នុងនាមបងជាជួឯម្នាក់ថ្ងៃក្រោយដែលទៅជាបុគ្គលដែលកំណត់ទៅលើតម្លៃសម្ភារៈការងារបានច្បាស់លាស់បានត្រឹមត្រូវគឺបងត្រូវតែស្គាល់អំពីគេថា spec នៃ material ឲ្យបានច្បាស់ spec ហ្នឹងមានន័យថា specification អ្វីទៅដែលជា specification specification មានន័យថាគឺជាប្រភេទលក្ខណៈដែលវាបង្ហាញសម្រាប់ material មួយឧទាហរណ៍ដូចតាក់ទងមួយបេតុងអញ្ចឹងបេតុងគឺ spec នៃបេតុងគឺយើងកំណត់ទៅលើស្លាំបេតុងហើយយើងកំណត់ទៅលើ strength របស់វាមានន័យថាជាកម្លាំងសង្កត់របស់វាគេថា spec បេតុងហើយបើយើងយកពី spec ក្រូគឺពាក់ព័ន្ធជាមួយនឹងពណ៌ក្រូពាក់ព័ន្ធជាមួយនឹងទំហំនៃក្រូក៏ដូចជាលក្ខណៈមួយចំនួនទៀត mechanic របស់វាមួយចំនួនទៀតដែលជា property របស់វាគឺអាហ្នឹងគេហៅថា spec របស់ក្រូអញ្ចឹងហេតុអីបានជាយើងដាក់តម្លៃការងារយើងត្រូវស្គាល់អំពី spec material បានច្បាស់ដោយសារតែតម្លៃគឺវាតាក់ទងជាមួយនឹងប្រភេទសម្ភារៈដែលយើងប្រើប្រាស់បើសិនជាសម្ភារៈដែលយើងប្រើប្រាស់ជាប្រភេទសម្ភារៈដែលមាន spec ខ្ពស់មានន័យថាមានស្តង់ដារខ្ពស់មានគុណភាពខ្ពស់តម្លៃក៏វាទៅតាមនឹងដែរអញ្ចឹងដើម្បីបងអាចស្គាល់អំពី spec នៃ material បានច្បាស់លាស់គឺមានមនុស្សពីរនាក់ដែលជាអ្នកកំណត់ specification នៃសម្ភារៈប្រើប្រាស់ទី1គឺអ្នកកណនាហើយជាអ្នក design ហ្នឹងអញ្ចឹងបើយើងនិយាយពីផ្នែកស្ថាបត្យកម្មអញ្ចឹងអ្នក design ហ្នឹងគឺផ្នែកស្ថាបត្យករអញ្ចឹងទៅដែលគាត់ពាក្យច្រើនគឺគាត់ត្រូវការកំណត់ទៅលើប្រភេទ spec នៃ material នៃការងារ decor ការងារ finishing work ហើយសម្រាប់អ្នកដែលគាត់គេហៅវិស្វករកណនាការកំណត់ spec material របស់គាត់គឺគាត់អាស្រ័យទៅតាមស្តង់ដារបច្ចេកទេសតម្រូវឬក៏គាត់យកបទដ្ឋានគោលណាមួយដើម្បីកំណត់ទៅលើឧទាហរណ៍ដូចជា strength ដែកដែលយើងត្រូវការយកមកប្រើប្រាស់ហើយក៏ដូចជាស្លាំបេតុងក៏ដូចជា strength បេតុងដែលយើងយកមកប្រើប្រាស់អាហ្នឹងសម្រាប់ភាគីទី1មានថាមនុស្សទី1ដែលគាត់ជាអ្នកកំណត់ spec នៃ material សម្រាប់មនុស្សទី2ដែលសំខាន់នោះគឺម្ចាស់គម្រោងណាដែលយើងប្រើពាក្យភាសាអង់គ្លេសហ្នឹងគេប្រើពាក្យ owner ឬក៏ប្រើពាក្យ client អាហ្នឹងគឺជាគាត់ហ្នឹងជាបុគ្គលដែលគាត់មានអំណាចគាត់មានឥទ្ធិពលជាងគេព្រោះដោយសារគម្រោងជាគម្រោងរបស់គាត់លុយគឺជាលុយរបស់គាត់អញ្ចឹងគាត់មានសិទ្ធិក្នុងការកំណត់ទៅលើ spec នៃ material ជាពិសេសគាត់កំណត់ spec material ភាគច្រើនគឺគាត់ផ្ដោតទៅលើការងារដែលពាក់ព័ន្ធជាមួយនឹងសោភ័ណភាពតាក់ទងជាមួយនឹងការងារ decor ការងារ interior design ឬក៏ការងារផ្នែកស្ថាបត្យកម្មអញ្ចឹងទៅអញ្ចឹងមនុស្សពីរនាក់ហ្នឹងគឺសំខាន់ណាស់ដែលគាត់ជាអ្នកកំណត់ទៅលើ spec នៃ material អញ្ចឹងបងត្រូវចាំថាពេលដែលយើងទៅជា QM ម្នាក់ដែលកំពុងតែអង្គុយទៅលើការវិតម្លៃទឹកលុយនៃគម្រោងសាងសង់ដើម្បីឲ្យទឹកលុយនៃគម្រោងសាងសង់របស់យើងមានសុវត្ថិភាពផ្ដើមចេញពីការកំណត់ទៅលើតម្លៃសម្ភារៈបានត្រឹមត្រូវអញ្ចឹងបងត្រូវតែស្វែងយល់ក៏ដូចជាបងត្រូវការរកឯកសារឲ្យបានលម្អិតតាក់ទងជាមួយនឹង spec material ដែលខាងផ្នែកទាំងពីរដែលខ្ញុំនិយាយមិញនេះគឺគាត់បានកំណត់អញ្ចឹងទៅជាទូទៅគេបើយើងនិយាយពីឯកសារ spec នៃ material គឺគេរៀបចំតាំងពីពេលដែលគេដេញថ្លៃគម្រោងអញ្ចឹងនៅក្នុងការដេញថ្លៃគម្រោងដែលជាព្រឹត្តិការណ៍មួយដែលម្ចាស់សំណង់គាត់បង្កើតឡើងដើម្បីជ្រើសរើសយកក្រុមហ៊ុនសំណង់ណាមួយដែលមានសមត្ថភាពក៏ដូចជាដាក់តម្លៃសមរម្យឲ្យគាត់ហ្នឹងគឺគាត់តែចងក្រងជាឯកសារ spec ពិសេសគឺគាត់បានបញ្ជាក់អំពី material list ដែលជាប្រភេទសម្ភារៈសំខាន់ដែលមាន spec បញ្ជាក់នៅក្នុងច្បាប់ requirement ផ្សេងៗហ្នឹងគឺគាត់បានចងក្រងជាឯកសារក្នុងនាមយើងជាក្រុមហ៊ុនសាងសង់ហើយក្នុងនាមបងជា QS ថ្ងៃក្រោយគឺបងត្រូវតែរកឯកសារមកបានសម្រាប់ផ្នែកទី3ដែលជាផ្នែកចុងក្រោយគេដើម្បីយើងអាចកំណត់ទៅលើតម្លៃសម្ភារៈនៃការងារមួយបានត្រឹមត្រូវនោះគឺវាពាក់ព័ន្ធជាមួយនឹងការសិក្សាទៅលើតម្លៃទីផ្សារនៃសម្ភារៈមូលដ្ឋានគ្រឹះអ្វីទៅដែលជាសម្ភារៈមូលដ្ឋានគ្រឹះខ្ញុំបានបញ្ជាក់បងកាលពីផ្នែកទី1ដែលខ្ញុំប្រាប់បងថាក្នុងការកំណត់តម្លៃសម្ភារៈនៃការងារមួយយើងត្រូវចេះលម្អិតទៅលើសម្ភារៈគោលសំខាន់ដែលយើងត្រូវការប្រើប្រាស់តាមរយៈបច្ចេកទេសនៃការធ្វើការសម្រាប់ការងារមួយដូចជាការងារអញ្ចឹងឥដ្ឋយើងត្រូវការយើងត្រូវការឥដ្ឋអញ្ចឹងទៅយើងត្រូវការស៊ីម៉ងអញ្ចឹងទៅយើងត្រូវការខ្សាច់អញ្ចឹងទៅហ្នឹងគេហៅថាសម្ភារៈគោលអញ្ចឹងតម្លៃនៃសម្ភារៈនៃការងារមួយគឺវាផ្ដើមចេញពីការសិក្សាទៅលើតម្លៃទីផ្សារនៃសម្ភារៈគោលដែលយើងត្រូវការអាប់ដេតទៅតាមបច្ចុប្បន្នភាពអញ្ចឹងយើងមិនអាចយកតម្លៃទីផ្សារគោលហ្នឹងរយៈពេល1ឆ្នាំមុនឬក៏6ខែមុនយកមកប្រើប្រាស់ទេបើអាចយើងអាចអាប់ដេតតម្លៃទីផ្សារក្នុងរយៈពេល3ខែហ្នឹងគឺយើងអាចព្យាយាមយកតម្លៃគេហៅចិត្តបច្ចុប្បន្នភាពនេះយកទៅប្រើប្រាស់ហ្នឹងវាធ្វើយើងមានសុខភាពច្រើនជាងព្រោះដោយសារតែសម្ភារៈវាអត់ដូចអីទេវាមានភាពឡើងចុះទៅតាមការអស្ថិរភាពនៃសង្គមទៅតាមការប្រែប្រួលនៃពិភពលោកណាមានកត្តានយោបាយមានកត្តាសង្គ្រាមអីជាដើមអញ្ចឹងការអាប់ដេតតម្លៃគោលនៃសម្ភារៈគោលមូលដ្ឋានគ្រឹះសំខាន់ហ្នឹងដែលយើងត្រូវការ search តម្លៃទីផ្សារតាមរយៈ suppliers មានថា depot សំណង់ដែលគាត់លក់ហ្នឹងអញ្ចឹងយើងព្យាយាមធ្វើការស្រាវជ្រាវក៏ដូចជាយើងត្រូវការទំនាក់ទំនងជាមួយនឹងខាង depot ឲ្យបានច្រើនហើយនៅក្នុងនេះយើងក៏ត្រូវតែមានការប្រៀបធៀបទៅលើតម្លៃចាប់ពី supplier មានថាចាប់ពីក្រុមdepot សំណង់ឡើងទៅដើម្បីយើងធ្វើការប្រៀបធៀបហើយយើងអាចជ្រើសរើសយក depot សំណង់ណាមួយដែលអាចដាក់តម្លៃយើងសមរម្យប៉ុន្តែយើងត្រូវផ្អែកទៅលើគុណភាពនៃសម្ភារៈហ្នឹងទៅតាមស្តង់ដារបច្ចេកទេសដែលម្ចាស់សំណង់គាត់ចង់បានអញ្ចឹងទាំង3ចំណុចនេះគឺជាផ្នែកដែលសំខាន់មែនទែនដែលបងត្រូវយល់ដឹងដើម្បីបងអាចខ្លាចទៅជាQMម្នាក់អាចកំណត់ទៅលើតម្លៃសម្ភារៈមួយបានច្បាស់លាស់បានត្រឹមត្រូវកាលណាយើងអាចកំណត់តម្លៃសម្ភារៈក្នុងមួយឯកតា unit នៃប្រភេទការងារឧទាហរណ៍ថាការងារអញ្ចឹងឥដ្ឋដែលយើងគិតប្រមាណ$ក្នុង1ការ៉េការងារការ៉ូយើងគិតប្រមាណ$ក្នុង1ការ៉េជាដើមអញ្ចឹងវានឹងអាចធ្វើឲ្យយើងទទួលបាននៅតម្លៃនៃការងារមួយបានច្បាស់លាស់នៅពេលដែលយើងទទួលបានតម្លៃនៃការងារមួយច្បាស់លាស់វាធ្វើឲ្យគម្រោងទាំងមូលទឹកលុយសរុបនៃគម្រោងទាំងមូលក៏ទទួលបាននូវភាពច្បាស់លាស់ភាពត្រឹមត្រូវយើងនឹងសុវត្ថិភាពក្នុងការដែលយើងដេញថ្លៃគម្រោងក៏ដូចជាយើងអនុវត្តការងារសាងសង់ដែលយើងអាចប្រើប្រាស់ទឹកលុយហ្នឹងគឺទឹកលុយសាងសង់ហ្នឹងគឺមានសុវត្ថិភាពពេលថាមានសុវត្ថិភាពហ្នឹងគឺយើងអាចមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោងហើយយើងនឹងមានភាពចំណេញទៀតបន្ទាប់ពីយើងបញ្ចប់គម្រោងគោលគម្រោងឲ្យម្ចាស់សំណង់